នេះសំខាន់ជាងការបាញ់ថ្នាំសម្លាប់សត្វល្អិតដើម្បីជួយឲ្យដើមទុរេនរបស់អ្នកទទួលបានទិន្នផលខ្ពស់សួស្តីអ្នកទាំងអស់គ្នាតោះមកកាន់ Channel BAMF Cambodia ក្នុងវីដេអូនេះដើម្បីចែករំលែកជាមួយអ្នកនៅបច្ចេកទេសក្នុងការជួយឲ្យដើមទុរេនរបស់អ្នកទទួលបានទិន្នផលខ្ពស់មិនត្រឹមតែបាញ់ថ្នាំសម្លាប់សត្វល្អិតដើម្បីទទួលបានទិន្នផលប៉ុណ្ណោះទេប៉ុន្តែការងារនេះក៏សំខាន់ជាងការបាញ់ថ្នាំសម្លាប់សត្វល្អិតដល់ទៅ10ដងផងដែរខ្ញុំសង្កេតឃើញថានេះជាដើមទុរេនសម្រាប់ខ្ញុំស្រោចទឹកដើមទុរេនទីនេះជាសួនដែលខ្ញុំរចនាមាន4ក្បាលរស់ដើមទុរេននេះធំហើយត្រូវតែឆ្នាំទី9ឬ10ដូច្នេះនៅទីនេះមាន4 nozzles យើងនឹងដាក់វានៅជុំវិញ4ទីដែលហើយវាមានការរចនាបន្ថែមដែលជាសន្ទះបិទបើកសន្ទះបិទបើកគឺនៅពេលដែលឧទាហរណ៍នៅក្នុងសួនច្បារនឹងមានរុក្ខជាតិដែលត្រូវការទឹកឬរុក្ខជាតិដែលមិនត្រូវការទឹកហើយសម្រាប់រុក្ខជាតិណាមួយដែលយើងមិនចង់ឲ្យទឹកយើងនឹងបិទសន្ទះបិទបើកក្នុងករណីនេះយើងតែងតែសង្កេតឃើញថាក្បាលម៉ាស៊ីនបច្ចុប្បន្នមានលក្ខណៈបច្ចេកទេសត្រឹមត្រូវប៉ុន្តែជាធម្មតានឹងមានអ្នកដាក់វាមិនត្រឹមត្រូវជាឧទាហរណ៍ខ្ញុំនឹងដាក់វានៅជិតទីនេះបើយើងដាក់ក្បាលម៉ាស៊ីននៅជិតជ្រុងដូចនេះវានឹងមានគុណវិបត្តិចំនួន2ទី1ទឹកបន្តបាញ់ចូលដើមដូចនេះបើបន្តបាញ់នៅទីនេះយូរទៅកន្លែងនេះនឹងបង្កើតបានអ្វីហៅថាប្រេះនិងទឹកសាបនោះជាបញ្ហាទី1ដែលត្រូវមានការព្រួយបារម្ភយ៉ាងខ្លាំងទី2ក្នុងអំឡុងពេលដំណើរការផ្កានិងផ្លែទុរេនប្រសិនបើយើងបន្តបាញ់ទឹកលើផ្កាទាំងនេះវានឹងទទួលបាននូវសារធាតុ anthracnose និងរលួយផ្កាព្រមទាំងផ្លែការដាក់ក្បាលទុរេនបែបនេះវាមិនត្រឹមត្រូវតាមបច្ចេកទេសទេយើងត្រូវដាក់វាឲ្យឆ្ងាយដាក់វាតាមរបៀបដែលវាទាំងផ្គត់ផ្គង់ទឹកខាងក្នុងនៅទីនេះហើយផ្គត់ផ្គង់វាទៅដំបូលខាងក្រៅនៅទីនេះព្រោះនៅពេលដែលដើមយើងឡើងដល់ប្រព័ន្ធឬខាងក្រោមក៏ដុះចេញមកក្រៅគ្រប់ដណ្ដប់ស្មើគ្នាដើម្បីឲ្យដើមទុរេនរបស់យើងអាចស្រូបយកវាបានយើងត្រូវដាក់ទុយោចំនួន4ដើម្បីឲ្យវានៅជិតគ្នាការងារដែលយើងធ្វើដើម្បីផ្គត់ផ្គង់ទឹកបែបនេះគឺគ្រប់គ្រាន់ហើយដើមទុរេនរបស់យើងមានសំណើមគ្រប់គ្រាន់ហើយមិនទទួលរងនៅកម្ដៅពេលជួបនឹងអាកាសធាតុដូចភ្លៀងនោះទេយើងអាចសង្កេតបានថាបើយើងអាចធ្វើបានការគ្រប់គ្រងទឹកឲ្យដើមធានរបស់យើងគឺងាយស្រួលណាស់ការចិញ្ចឹមផ្កានិងផ្លែគឺងាយស្រួលបំផុតវាជួយឲ្យយើងទទួលបានទិន្នផលខ្ពស់ផលលំបាកខ្លាំងណាស់បើយើងធ្វើបានផលច្រើនធ្វើវាឲ្យបានត្រឹមត្រូវដូចនេះប្រសិនបើលោកអ្នកមានចម្ងល់អំពីបច្ចេកទេសថែទាំដើមទុរេនសូមតាក់ទងមកលេខ09729775151858 BAMF Cambodia សូមជូនពរឲ្យការដាំដុះទទួលបានជោគជ័យ